ឆ្នាំទីពាន់មកផ្លៃមួន47គឺជាយុគសម័យដែលមនុស្សជាតិបានពង្រីកសង្គ្រាមពីលើគោកទៅកាន់ក្រោមទឹកផ្ទៃសមុទ្រដែលធ្លាប់តែជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតឥឡូវប្រែក្លាយជាសមរភូមិដ៏ក្តៅគគុកសម្រាប់ដណ្ដើមយកថាមពលអ៊ីដ្រូសែនរលាយដែលបង្កប់នៅបាតសាកលជ្រៅនៅជម្រៅ300ម៉ែត្រខ្លងចំណោមម្លឹបងងឹតនៃរលកត្រជាក់កាណាបានដកដង្ហើមវែងនាងអង្គុយក្នុងការបៀនបញ្ជានៃយានមុជទឹកបំបាំងកាយចំនួនចុងក្រោយឈ្មោះម៉ាត់ឆាឡាក់ខ្លួននៅខាងលើផ្ទៃទឹកគូត្រូវរបស់នាងគឺកងនាវារបស់សម្ផាន់មិត្តអឺរ៉ុបបានបង្កើតបន្ទាយដែកដ៏ធំមួយដែលមានឈ្មោះថា Leviathan មិនមែនជាកប៉ាល់សាមញ្ញទេវាជាទីក្រុងអណ្ដែតទឹកដែលបំពាក់ដោយខែលថាមពលម៉ាញ៉េទិកដូក្រាស់ហើយនៅក្នុងខ្លួនវាគឺជាបណ្ដាញផ្គត់ផ្គង់ថាមពលដល់មូលដ្ឋានទ័ពទាំងមូលបេសកកម្មរបស់កាណាគឺការធ្វើអត្តឃាតខ្លួនឯងជ្រៀតចូលតំបន់ការពារបាញ់កំទេចកោសិកាធម្មពលកណ្ដាលរបស់ Leviathan រួចគេចខ្លួនមុននឹងការផ្ទុះរលាយហែកហួរផ្ទៃសមុទ្រកាណានេះគឺជាបញ្ជាការកំពូលពេលវេលាសល់តែ7នាទីប៉ុណ្ណោះមុនពេលការផ្ដាល់ជំនួយបាញ់រ៉ុកែតខ្យល់ទី4ត្រូវបានបញ្ឈប់នាងត្រូវតែបិទខែលនោះឲ្យទាន់សំឡេងបែករបស់ឧត្តមសេនីបានបន្លឺឡើងតាមកាសខ្ញុំបានយល់ហើយកាណាឆ្លើយដោយសំឡេងស្ងាត់ជ្រងំភ្នែករបស់នាងបានសម្លឹងមើលទិន្នន័យ Digital ដែលបង្ហាញពីរលឹកកម្លាំងរបស់ខែលកាណាបានចាប់ផ្ដើមដំណើរការបំបាំងកាយកម្រិតខ្ពស់មច្ឆាលាក់ខ្លួនបានបញ្ចេញរលកអេឡិចត្រូម៉ាញ៉េទិកដែលបន្លំខ្លួនវាទៅជាសំឡេងនៃរលកសមុទ្រធម្មជាតិវាបានរំកើខ្លួនយឺតតាមចន្លោះនៃរ៉ាដាសូណារបស់សត្រូវពេលដែលនាងចូលជិតដែនការពាររបស់ Leviathan រ៉ាដាសូណាសត្រូវបានបាញ់រលកស្វែងរកយ៉ាងញឹកញាប់ហាក់បីដូចជាដឹងថាមានអ្វីមួយខុសប្រក្រតីកាណាត្រូវបង្កើនល្បឿនយ៉ាងគំហុកដេញតាមពីក្រោយរលឹកឆក់4 3 2 1នាងរាប់ថយក្រោយយានរបស់នាងបានហោះត្រង់ទៅកាន់ខែលថាមពលកាណាដឹងថាខែលម៉ាញ៉េទិកដ៏មហិមានេះត្រង់ការពេលវេលាដ៏ខ្លីបំផុតប្រហែល 0.05 វិនាទីដើម្បីធ្វើការតម្រូវលំនឹងឡើងវិញរៀងរាល់60វិនាទីម្ដងនោះគឺជាចន្លោះតែមួយគត់ដែលយានគ្មានខែលអាចឆ្លងកាត់បានឥឡូវនេះនាងស្រែកយានមុជទឹកបំបាំងកាយបានបាញ់ល្បឿនទៅមុខដូចភ្លេកបន្ទោសំឡេងប៊ីបអាសិនបានលាន់ឮពេញកាប៊ីនរយៈពេលមួយពព្រឹកភ្លេកកាណាមានអារម្មណ៍ថាយានរបស់នាងបានកក់គិតនឹងអ្វីមួយជាកម្លាំងម៉ាញ៉េទិកដ៏ខ្លាំងក្លាតែដោយសារល្បឿនលឿនហួសពីការគិតនាងបានជ្រាបចូលដល់ខាងក្នុងនៃបរិវេណការពារបានដោយជោគជ័យភ្លាមនោះកងយានការពារតូចរាប់សិបគ្រឿងបានប្រញាប់មករកនាងមិនមានពេលវាយប្រហារពួកវាទេកាណារ៉ូនាងបានបើកយានចុះក្រោមយ៉ាងលឿនដោយធ្វើសម័យយុទ្ធវាងគេចពីក្របកាំភ្លើងឡាសែពណ៌ខៀវដ៏ច្រានសន្ធឹកសន្ធាប់នោះគឺជាគោលដៅកាណាបានដាក់គោលដៅលើបំពង់បញ្ជូនទាំងនោះរួចបាញ់គ្រាប់បែកបន្ទក់បញ្ចូលដ៏តូចតែមានកម្លាំងខ្លាំង Micro Fusion Detonator ចំនួន3គ្រាប់គ្រាប់បែកទាំងនោះបានទៅតោងជាប់នឹងបំពង់ដែកភ្លាមពេលវេលាផ្ទុះថយក្រោយ5វិនាទីកាណាប្រកាសនាងមិនបានងាកក្រោយឡើយកាណាបានបាញ់យានរបស់ខ្លួនឡើងទៅផ្ទៃលើដោយល្បឿនហួសសំឡេង Supersonic Speed នៅពេលដែលមច្ឆាលាក់ខ្លួនហៀបនឹងទៅដល់ផ្ទៃទឹកការផ្ទុះដ៏មហិមាបានកើតឡើងនៅបាតសមុទ្រ Reactor រលាយថាមពលបានផ្ទុះរាយតាយថាមពលកម្ដៅដែលមានកម្លាំងស្មើនឹងភ្នំភ្លើយក្រោមទឹកផ្ទៃសមុទ្រដែលធ្លាប់តែរាបស្មើបានហុកឡើងជារលឹកដ៏ខ្ពស់ដូចអាគារមុននឹងផ្ទុះបែកចេញជាផ្សែងចំហាយពណ៌សដ៏សែនក្រាស់រលឹកឆក់បានវាយបោកបុក Leviathan ដែលឥឡូវនេះខ្វះខែវការពារសំឡេងបែកបាក់នៃដែកបានលាន់ឮចេញពីនាវាដ៏ធំនោះគ្រាន់តែ1វិនាទីក្រោយការផ្ទុះកងនាវារបស់សម្ព័ន្ធមិត្តអាស៊ីបូព៌ាបានបាញ់រ៉ុកែតខ្យល់ទី4ចុងក្រោយរបស់ពួកគេដោយគ្មានខែលម៉ាញ៉េទិកការពាររ៉ុកែតបានទម្លុះចូលផ្ទៃ Leviathan ដូចជាដាវកាត់បឺ Leviathan បានប្រេះឆាជាពីរហើយចាប់ផ្ដើមលិតបន្តិចម្ដងចូលទៅក្នុងមហាសាគរភ្លើងសង្គ្រាមដែលធ្លាប់ឆាបឆេះលើផ្ទៃសមុទ្របានរលត់ដោយជោគជ័យត្រឹមរយៈពេល1ថ្ងៃកាណាបានអណ្ដែតយានរបស់នាងនៃកណ្ដាលបំណែកបាក់បែកដែលកំពុងឆេះ
នាងដឹងថាការវាយប្រហារនេះមិនមែនជាទីបំចប់នៃសង្គ្រាមនោះទេគ្រាន់តែជាជ័យជំនះតូចមួយដែលទាមទារការលះបង់ដ៏ធំប៉ុណ្ណោះនាងបានដកដង្ហើមចេញនៃភាពនឿយហត់រួចចាប់ផ្ដើមបញ្ជាយានឲ្យត្រឡប់ទៅមូលដ្ឋានវិញក្រោមផ្ទៃសាកដែលឥឡូវនេះនៅស្ងៀមស្ងាត់តែពោពេញតែដោយកំទេចដែកដែលបញ្ជាក់ពីការប្រយុទ្ធដ៏ជូរចត់ សន្តិភាពគ្រាន់តែជាការសម្រាករវាងការផ្ទុះពីរប៉ុណ្ណោះ